ឥឡូវយើងមកមើលចលនាវងស្មើចលនាវងស្មើ uniform circular motion ចលនាវងស្មើចលនាវងស្មើយើងរៀនហើយយើងឃើញថាមានរូបមន្តរបស់វាគឺយើងសរសេរគឺមាន air ជាមួយនឹងគុណជាមួយនឹងតាគុណមួយ phi ហ្នឹងហើយជាមួយនឹងអីគេ i ស្មើ1លតេ omega ស្មើ phi លតេ omega ស្មើ2 pi លតេនិង2 pi r ហើយ y ស្មើនឹង air អូមេហ្គាឯនៅក្នុងនេះគឺស្មើដូច x ដែរប៉ុន្តែដោយសារជាចលនាវងស្មើអញ្ចឹងគេសេទៅជា s វិញតោះនេះប្រវែងធ្នូតោះ a ស្មើ v ការ៉េលើ a ឬក៏ a អូមេហ្គាការ៉េអញ្ចឹងរូបមន្តយើងបានរៀនគឺដូចគ្នាជាមួយនឹងខាងបែករុស្ស៊ីហ្នឹងគេរៀនចឹងដែរអានេះគឺជាបោះពួកមហាអំណាចវាប្រើដែរតែប្រើសម្រាប់តែបោះរុស្ស៊ីទៅតាមតំបន់ទៅតាមការតាំងហើយនឹងទៅតាមទម្រង់ដែលយើងរៀនពូជួនកាលគេតាំងអក្សរដូចយើងសេកខកខបារាំង A B C D តទៅពីអង់គ្លេស A B C D ទៅតើអញ្ចឹងនៅនេះយើងឃើញថាក្រាបនេះគឺជាប្រភេទនៃចលនាវងស្មើប៉ុន្តែក្រាបវាមាន3ទីតាំងមិនក្រាបក្រហមផ្កាឈូកហើយនឹងទឹកប៊ិចអញ្ចឹងក្រាបវាគឺមានការតាំងផ្សេងគ្នាដែរអញ្ចឹងនៅនេះយើងឃើញថាពេលដែលគេនិយាយអំពី position គឺមានការឡើងចុះបែបហ្នឹងការឡើងចុះវានៅនេះយើងអាចនឹងសេរីវាបានឧទាហរណ៍ថាយើងអាចសេរីជាមួយនឹងក្រាមហ្នឹងយើងដៅវាយ៉ាងចិត្តតិចឲ្យឃើញធំឬឃើញទូចឬក៏យើងអាចដៅវាចម្ងាយឲ្យឆ្ងាយចេះក៏បានដែរដើម្បីយើងសំណុកមើលជាមួយនឹងលំយោលនៅក្នុងចលនាវងស្មើគេប្រៀបធៀបវាទៅជាមួយនឹងចលនាលំយោលដែរយើងរៀននៅក្នុងរលកតែប្រសិនបើយើងទៅមើលជាមួយនឹងលបឿនវិញនេះ vector លបឿនចេះមក vector លបឿនបែបនេះ vector លបឿនគឺគេមានបង្គុំជាមួយនឹងលបឿនផ្គុំប៉ះនិងលបឿនផ្គុំកែងនៅក្នុងជាមួយនឹងចលនាវងស្មើថ្នាក់ទី11យើងដែររូបមន្តវិញនៅតែដដែលទេនៅតែប៉ុណ្នេះដដែលយើងរៀនហើយត្រង់វងស្មើជួប2មេរៀនណាមេរៀនទី1មេរៀនទី2ហើយជាមួយនឹង acceleration បែបនេះសន្ទុះអ្វីតែយើងអាចពង្រីកវាបានបែបនេះអាហ្នឹងប្រើច្រើនពាក្យច្រើនវាតកតលជាមួយនឹងរបស់លេងរបស់ក្មេងលេងច្រើនតែបើនៅក្នុងគ្រឿងចាក់ហ្មងគឺប្រើច្រើនយើងអាចនឹងបញ្យល់បានថាដូចជាមួយនឹងកន្លែង playground ដែលក្មេងៗអង្គុយជុំវិញណាតែភ្លើងចូលឡើងជាមួយនឹង roller coaster ក៏ប្រើអាហ្នឹងដែរហ្នឹងគឺបែបហ្នឹងប្រភេទនៃចលនានៅក្នុងនេះបើរូបយើងគូសលើក្រាហ្គីនវាអត់ឃើញថាចលនាវងហ្នឹងវល់មិនវងទេតែនេះបានថាបោះសន្ទុះគូចឹងបើសិនជាលបឿនគូចេះលបឿនវាគូបែបនេះតពេលជាមួយ position ទីតាំងបានថាទីតាំងគឺគូចេញពីផ្ចិតមកវិញចឹងយើងគូមាន3 form ផ្សេងគ្នាហើយរូបមុនវាដូចគ្នាដែរអាហ្នឹងគឺជាចលនាវងស្មើនៅថ្នាក់ទី11តទៅមួយ simulation របស់វាហើយ